នៅក្នុងនគរមួយឈ្មោះថាវិមានសិលានគរនេះមានភាពសុខសាន្តនិងពោរពេញដោយសេចក្តីសុខហើយមានព្រះនាងដ៏ស្រស់ស្អាតឈ្មោះថា Princess ព្រះនាងបានមកដើរលេងលើសួនផ្កាខាងមុខនគរដោយសេចក្តីរីករាយខ្លាំងណាស់ភ្លាមនោះភ្នំភ្លើងបានផ្ទុះឡើងហាងងាយនាគភ្លើងងួយដ៏គួរឲ្យភ័យខ្លាចបានបង្ហាញខ្លួនមកនាគភ្លើងក៏បានហោះមកចាប់ព្រះនាងនិងនាំទៅកាន់ភ្នំភ្លើងដ៏គ្រោះថ្នាក់បំផុតព្រះអង្គម្ចាស់បានឮដំណឹងថាព្រះនាងត្រូវនាគកំណាចចាប់យកទៅក៏សម្រេចចិត្តចេញទៅជួយសង្គ្រោះព្រះនាងភ្លាមព្រះអង្គធ្វើដំណើរអស់រកន្លះថ្ងៃទើបមកដល់ភ្នំភ្លើនដែលនាគកំណាចរស់នៅព្រះអង្គម្ចាស់បន្តទៅមុខទៀតដើម្បីចូលក្នុងរូងភ្នំនៅមុខរូងភ្នំភ្លើងព្រះអង្គម្ចាស់បានប្រជុំមុខនឹងនាគភ្លើងនាគបានព្រោះភ្លើងដាក់ព្រះអង្គម្ចាស់តែព្រះអង្គគេចចេញហើយយកដាវប្រយុទ្ធតតាំងហើយពេលនោះដាវដ៏មុតស្រួតវ៉ាន់ចាក់ចំមាត់នាគបណ្ដាលឲ្យនាគនោះស្លាប់បាត់ទៅព្រះអង្គម្ចាស់បានមកជួយសង្គ្រោះព្រះនាងចំណែកព្រះនាងវិញសប្បាយចិត្តណាស់អ្នកទាំងពីរញញឹមដាក់គ្នាហើយនាំគ្នារត់ចេញពីរោងភ្នំដ៏គួរឲ្យខ្លាចនេះហើយព្រះអង្គម្ចាស់បាននាំព្រះនាងមកនគររបស់ព្រះអង្គហើយប្រជាជននាំគ្នាទទួលស្វាគមន៍អ្នកទាំងពីរដែលទឹកមុខរីករាយអ្នកទាំងពីរក៏បានរៀបអភិសេកជាមួយគ្នាចាប់តាំងពីពេលនោះមកចាប់ដោយបរិបូរណ៍